ប្រព័ន្ធអត្ថន័យនៃពាក្យបារាំង feu ជាភាសាខ្មែរន័យទីមួយរបស់វាគឺភ្លើងឧទាហរណ៍ Le feu brûle dans la cheminée មានន័យថាភ្លើងកំពុងឆេះនៅកន្លែងដុតភ្លើងកម្ដៅក្នុងផ្ទះន័យទីពីររបស់វាគឺការបាញ់កំភ្លើងឧទាហរណ៍ Il a tiré un coup de feu មានន័យថាគាត់បានបាញ់កំភ្លើងមួយគ្រាប់ន័យទី3របស់វាគឺភ្លើងសញ្ញាឧទាហរណ៍ដូចជាភ្លើងសញ្ញាចរាចរណ៍ជាដើម Par exemple le feu rouge indique l'arrêt មានន័យថាភ្លើងសញ្ញាក្រហមសំដៅលើការឈប់យើងអាចប្រើពាក្យមួយនេះនៅក្នុង clear ដែលមានន័យបែបប្រៀបធៀបដូចជា parler avec feu មានន័យថានិយាយដោយពោពេញទៅដោយចំណងសេចក្តីរំភើបឬតណ្ហា mettre le feu à quelque chose មានន័យថាបង្កឲ្យមានបញ្ហាឬចំនួនទាស់ទែងគ្នា faire feu de tout bois មានន័យថាធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីសម្រេចគោលបំណងរបស់ខ្លួន jouer avec le feu មានន័យថាធ្វើអ្វីមួយដែលមានហានិភ័យឬប្រថុយប្រថានដោយគ្មានការប្រុងប្រយ័ត្នឬគិតពីផលប៉ះពាល់ être tout feu tout flamme មានន័យថាមានអារម្មណ៍រំភើបឬត្រេកត្រអាលអំពីអ្វីមួយខ្លាំង donner le feu vert មានន័យថាឲ្យភ្លើងបៃតងទៅកាន់នរណាម្នាក់មានន័យថាយល់ស្របឬអនុញ្ញាតឲ្យនរណាម្នាក់ធ្វើអ្វីមួយ